Alo, lưu tế mình smartទាំងអស់គ្នាជម្រាបសួរមនុស្សស្មោះទាំងអស់គ្នាដែលនិយមទស្សនាវីដេអូសម្រាប់សាច់រឿងនៅថ្ងៃនេះដែរគឺយើងនឹងមកជួបគ្នាជាមួយនឹងរឿងថ្មី admin អ្នកសម្រាប់ដដែលតែរូបជា Strawberry ហើយរឿងដែល admin នឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះគឺមានចំណងជើងថាអានតែម្ដងទៅដែលដំណើរសាច់រឿងហ្នឹងគឺវាពាក់ព័ន្ធទៅនឹងបុរសម្នាក់ដែលជាតួសម្ដែងហើយយើងក៏បានស្គាល់ទាំងអស់គ្នាហ្នឹងគឺជា Jackie Chan ហើយគាត់នឹងគឺជាអ្នកដែលជួយសង្គ្រោះខ្លាឃ្មុំដ៏សែនខ្ជូតខ្លាឃ្មុំ Panda ហ្នឹងឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកអាក្រក់មួយក្រុមដែលសារតែពួកហ្នឹងគឺចាប់ខ្លាឃ្មុំ Panda ហ្នឹងដើម្បីយកទៅលក់យកលុយអញ្ចឹងណាហើយនៅក្នុងរឿងនេះក៏មានឈុតឆាកប្រយុទ្ធវាយគ្នាសាហាវផងហើយក៏កំ pl ែងផងដែរដោយមនុស្សស្មោះទាំងអស់គ្នាដឹងស្រាប់ហើយថាតួរបស់ Jackie Chan ហ្នឹងគឺវាយបែបកំ pl កំ pl ែងអញ្ចឹងទៅហើយមុននឹងចូលទៅដល់ខ្លឹមសារនៃសាច់រឿងហ្នឹង admin សូមរំខានអ្នកទាំងអស់គ្នាបន្តិចដោយសារតែឥឡូវនេះគឺ admin គឺមានទាំង Facebook page រួមជាមួយនឹង channel Telegram អញ្ចឹងណាអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយទៅ follow Facebook page ក៏ដូចជាជួយ join channel Telegram មួយដែរទៅដើម្បីនៅពេលដែល admin មានរឿងថ្មី admin ទម្លាក់ចូលគឺអ្នកទាំងអស់គ្នាអាចចុចមើលបានភ្លាមៗតែម្ដងហើយមនុស្សស្មោះទាំងអស់គ្នានឹងបើសិនជាមកថ្មីកុំភ្លេចចុច subscribe channel admin ម្នាក់មួយផង subscribe ឲ្យបានច្រើនទៅ admin កាន់តែមានកម្លាំងចិត្តនៅក្នុងការធ្វើរឿងល្អៗមើលឲ្យអ្នកទាំងអស់គ្នាបន្ថែមទៀតអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងក៏មានសារព័ត៌មានមួយប្រកាសអំពីខ្លាឃ្មុំ Panda ចំនួន2ដែលមានឈ្មោះថាយៀននិងម៉ានដែលកាលពី3ឆ្នាំមុនគេបានយក Panda ទាំងពីរនោះទៅចិញ្ចឹមនៅក្នុងសួនសត្វដែលមានឈ្មោះថា Noah ហើយពេលនេះ Panda មួយគូនោះក៏បានផ្ដល់នៅកំណើតឲ្យកូន Panda មួយទៀតនៅពេលឮព័ត៌មានមួយនេះបុរសម្នាក់ក៏បានយកព័ត៌មាននោះទៅប្រាប់មេរបស់គាត់ហើយមេរបស់គាត់នឹងក៏បានប្រាប់ទៅវិញថាមិនខ្វល់ថាចំណាយលុយអស់ប៉ុន្មាននោះទេគឺត្រូវតែយកកូន Panda នឹងមកឲ្យបានហើយយើងអត់ដឹងថាពួកគាត់គឺមានគម្រោងធ្វើអីនោះទេជាមួយនឹងកូន Panda មួយនឹងចឹងហើយគឺយើងទៅតាមដានសាច់រឿងទាំងអស់គ្នាកាត់មកដល់វគ្គបន្ទាប់តួអង្គឯករបស់យើងដែលមានឈ្មោះថា Jackie ពេលនេះគាត់កំពុងតែប្រយុទ្ធជាមួយនឹងមនុស្សមួយក្រុមទៀតហើយការប្រយុទ្ធនោះគឺវាពិតជាសាហាវខ្លាំងមែនទែនដែលម្នាក់គឺសិតតែមានកំភ្លើងគ្រប់ដៃបន្ទាប់មក Jackie ក៏អាចយកឈ្នះមួយក្រុមនោះបាន Jackie គាត់ស្មានថាពួកនោះវាស្លាប់អស់បាត់ទៅហើយប៉ុន្តែចង្រៃអីគឺវានៅមានម្នាក់ដែលមិនទាន់ស្លាប់នោះទេអញ្ចឹងហើយគេក៏បានធ្វើការបាញ់មកកាន់ Jackie តែម្ដងហើយក៏ធ្វើឲ្យ Jackie ស្លាប់នៅពេលហ្នឹងទៅហើយសាច់រឿងក៏ចប់ត្រឹមតែប៉ុណ្ណឹង Sorry ខ្ញុំប្រេងអ្នកទាំងអស់គ្នាលេងទេតាមពិតទៅឈុតឆាកដំបូងនេះវាគ្រាន់តែជាការថតកុនរបស់ Jackie តែប៉ុណ្ណោះហើយ concept នៃរឿងនេះគឺគេបង្ហាញពីអាជីពពិតរបស់ Jackie Chan តែម្ដងហើយនៅក្នុងរឿងគាត់ក៏មានឈ្មោះថា Jackie និងជាតារាសម្ដែងដូចនៅខាងក្រៅអញ្ចឹងបន្ទាប់ពី scene នេះត្រូវបានបញ្ចប់ director ក៏បានធ្វើការសរសើរទៅកាន់ Jackie ថាគាត់សម្ដែងបានល្អខ្លាំងមែនទែនម្នាក់ឯងគឺអាចវាយតទល់ជាមួយនឹងមនុស្ស30នាក់ប៉ុន្តែ Jackie នឹងក៏បានសួរទៅកាន់ director វិញថាមើលទៅវាដូចជាលើសដែរឬអត់ក្នុងនាមគាត់ជាមនុស្សតែម្នាក់ហើយគាត់ទៅវាយជាមួយមនុស្ស30នាក់បើយើងនិយាយពីភាពជាក់ស្ដែងគឺវាមិនអាចទៅរួចនោះទេអញ្ចឹងហើយគាត់ចង់និយាយថារឿងនឹងវាកុហកពេកឬអត់អញ្ចឹងណាប៉ុន្តែ director ក៏បានប្រាប់ទៅកាន់ Jackie វិញថាដោយសារតែតួ Jackie គឺជាតួធំអញ្ចឹងហើយគាត់ចង់ឲ្យមើលទៅវាមានភាពអស្ចារ្យហើយ Jackie នឹងគឺដូចជា super hero អញ្ចឹងណាកំពុងតែនិយាយគ្នានឹងក៏មានក្រុមការងារម្នាក់គាត់បានប៉ះដៃជាមួយនឹង Tele ហើយក៏បានចុចឡើងបាញ់ឈាមពេញមុខ director តែម្ដងបន្ទាប់ពីថតចប់គឺដល់ពេលសម្រាប់នឹងជំនួយការរបស់ Jackie ដែលមានឈ្មោះថា David នឹងគាត់ក៏បានធ្វើការប្រាប់ទៅកាន់ Jackie អំពីព័ត៌មានមួយចំនួនដែលពាក់ព័ន្ធទៅនឹងការអញ្ជើញគាត់ទូទាំងពិភពលោកនឹងគឺមានការអញ្ជើញគាត់ជាច្រើនដើម្បីឲ្យគាត់ទៅចូលរួមនៅកម្មវិធីនៅ South Africa កម្មវិធីនៅមហាសមុទ្រឬក៏កម្មវិធីអីផ្សេងមួយចំនួនដែលក្នុងនាមគាត់ជាតារាល្បីគឺមានអ្នកអញ្ជើញគាត់ជាច្រើនប៉ុន្តែ Jackie ក៏បានប្រាប់ទៅវិញថាគាត់មិនចាប់អារម្មណ៍នៅកម្មវិធីទាំងនោះទេគឺគ្រាន់តែឲ្យផ្កាក៏ដូចជាឲ្យអ្នកតំណាងគាត់ទៅគឺបានហើយបន្ទាប់មក David ក៏បានប្រាប់នៅការអញ្ជើញចុងក្រោយដែលមានការអញ្ជើញពីសំណាក់សួនសត្វ Noah ដែលបានអញ្ជើញឲ្យ Jackie Chan នឹងទៅចូលរួមនៅក្នុងការចិញ្ចឹមជាមួយនឹងកូន Panda ដែលទើបតែកើតថ្មីបន្ទាប់ពីឮព័ត៌មាននេះហើយ Jackie គឺចាប់អារម្មណ៍ខ្លាំងមែនទែនហើយគាត់ក៏ប្រាប់ទៅ David ជំនួយការរបស់គាត់នឹងថាឲ្យទទួលនៅកម្មវិធីមួយនឹងទៅដែល Jackie នឹងគឺគាត់នឹងទៅចូលរួមផ្ទាល់តែម្ដងនៅក្នុងកម្មវិធីចិញ្ចឹមកូន Panda មួយនឹងបន្ទាប់ពីទទួលនៅកម្មវិធីនឹងហើយសារព័ត៌មានមួយចំនួនធំនឹងក៏បានចុះផ្សាយអំពីវត្តមាន Jackie ដែលនឹងទៅចូលរួមនៅក្នុងការចិញ្ចឹមកូន Pandaបន្ទាប់មក Jackie ក៏បានធ្វើដំណើរមកដល់សួនសត្វ Noah ហើយក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បុរសម្នាក់ដែលមានឈ្មោះថា Peter ហើយគាត់គឺជាម្ចាស់នៃសួនសត្វមួយនេះផងដែរហើយវត្តមាន Jackie នឹងក៏ធ្វើឲ្យមាន fan មួយចំនួនធំនឹងក៏បានមកហូរនៅទីនេះផងដែរក៏ដូចជាទទួលស្វាគមន៍នៃវត្តមានរបស់ Jackie បានមកដល់ទីនេះបន្ទាប់មក Peter ក៏បានជូន Jackie ជិះដើរមើលសត្វដទៃផ្សេងទៀតមានដូចជាសត្វកវែងនិងសត្វសេះបង្កងអីជាដើមហើយនារីម្នាក់នេះវិញគាត់មានឈ្មោះថាសៀវជូហើយគាត់គឺជាអ្នកមើលថែនៅកូនខ្លាឃ្មុំដែលបានកើតនឹងហើយកូនខ្លាឃ្មុំដ៏សែនខ្ជូររបស់យើងនឹងគាត់មានឈ្មោះថាតាប៉ោហើយពេលនេះគឺដល់ពេលញ៉ាំដកគោហើយអញ្ចឹងហើយសៀវជូក៏បានយកដកគោមកបញ្ចុកគេប៉ុន្តែតាប៉ោដូចជាកេកកក់មិនព្រមញ៉ាំដកគោនោះទេទោះបីជាសៀវជូខំប្រឹងហើយយ៉ាងណាក៏គេមិនចោះនោះដែរមើលទៅដូចជាមិនសូវសប្បាយចិត្តនោះទេ
ដោយសារតែហៅតាប៉ាមិនព្រមចោះនោះទេអញ្ចឹងហើយសាវជូក៏បានទៅទិញការ៉េមញ៉ាំហើយគេក៏បានសួរទៅកាន់អ្នកលក់ការ៉េមនឹងថាថ្ងៃនេះមានបានជួប Jackie ដែលជាតារាល្បីនឹងមកសួនសត្វរបស់ពួកគេឬទេហើយពួកគេនឹងក៏បានប្រាប់មកវិញថាបានជួបហើយសាវជូក៏បានសួរបន្ថែមទៀតថា Jackie គឺមានរូបរាងអស្ចារ្យដូចនៅក្នុងរឿងដែរទេហើយអ្នកលក់ការ៉េមនឹងក៏បាននិយាយដើម Jackie ផងដែរថា Jackie នឹងគឺមានចំមុះធំឡើងពាក់កណ្ដាលមុខបាត់ទៅហើយកំពុងតែនិយាយគ្នានឹង Jackie ក៏បានដើរមកកំងការ៉េមផងដែរហើយនៅពេលដែលសាវជូងាកទៅនឹងគឺគេអត់ចាប់អារម្មណ៍ថាជា Jackie នោះទេហើយសាវជូក៏បានលន់មាត់ថាម្នាក់នេះក៏មានចំមុះធំដូច Jackie ដែរប៉ុន្តែពេលនោះគេអត់ចាប់អារម្មណ៍ថាជាអ្នកណានោះទេស្រាប់តែគេលេចមកមើលបន្តិចទៀតទើបដឹងថានេះគឺជា Jackie ពិតប្រាកដហើយអបតកាយការ៉េមនេះវិញនៅពេលដែលគាត់ងាកមកឃើញ Jackie ភ្លាមគឺគាត់ស្រែកយ៉ាងខ្លាំងតែម្ដងដោយសារតែគាត់នឹងគឺជា fan ហើយស្រឡាញ់ Jackie ខ្លាំងមែនទែនហើយគាត់នឹងក៏បានលោតទៅហើយក៏បានស្រែកទៅកាន់ Jackie ថាសុំថតរូបជាមួយគ្នាអីអញ្ចឹងណាតែមើលទៅវាពិតជាប្លែកខ្លាំងមែនទែនបន្ទាប់មកសាវជូនឹងក៏បានសមមកអង្គុយដើម្បីនិយាយគ្នាលេងជាមួយនឹង Jackie ណាដោយសារតែនាងគឺជា fan របស់ Jackie ដូចគ្នាហើយគាត់ក៏បានណែនាំខ្លួនថាគាត់គឺឈ្មោះសាវជូហើយគាត់គឺជាអ្នកមើលថែខ្លាឃ្មុំដែលមានឈ្មោះថាតាប៉ោអីអញ្ចឹងណាបន្ទាប់មកនោះសាវជូក៏បានសុំការអនុញ្ញាតដើម្បីសួរទៅកាន់ Jackie ពី3សំណួរអំពីសំណួរផ្ទាល់ខ្លួនអីចឹងទៅបន្ទាប់មកនោះ Jackie ក៏បានអនុញ្ញាតឲ្យសាវជូសួរហើយសំណួររបស់សាវជូនឹងគឺវាពិតជាចម្លែកខ្លាំងមែនទែនដោយសារតែ Jackie គឺជាតារា Hollywood ដ៏ល្បីអញ្ចឹងហើយ Jackie គឺមានទ្រព្យសម្បត្តិប្រមាណអីចឹងទៅហើយ Jackie ក៏អត់ឆ្លើយទេក៏ប្រាប់ថាឲ្យសួរទៀតមកបន្ទាប់មកសាវជូក៏សួរថាតើ Jackie នឹងមានសង្សារប្រមាណអ្នកហើយសួរចោះសួរឡើងក៏ចូលសួររឿងទ្រព្យសម្បត្តិទៀតហើយសួរវិលទៅវិលមកហើយ Jackie នឹងគាត់ក៏ឆ្ងល់ខ្លាំងមែនទែនតែសាវជូនឹងក្រៅតែពីសំណួរ2ហ្នឹងគឺអត់មានអីសួរគាត់ទេអីបន្ទាប់មកនោះតកែការ៉េមដោយសារតែចូលចិត្តស្រឡាញ់ជាមួយនឹង Jackie ខ្លាំងមែនទែនអញ្ចឹងហើយគេក៏បានរត់យកនំពងទាហ្នឹងយ៉ាងធំមកឲ្យ Jackie ញ៉ាំបន្ថែមទៀតហើយ Jackie គឺញ៉ាំមិនអស់នោះទេដោយសារតែការ៉េមផងនំផងអញ្ចឹងហើយគឺពិបាកមែនទែនហើយទាំងអាថ្មីទាំងអាចាស់ដែលយកមកហ្នឹងគឺមិនទាន់ញ៉ាំអស់នោះទេតកែការ៉េមហ្នឹងក៏បាននិយាយបន្ថែមទៀតថាបើស្ទើចាំគាត់ទៅយកមកបន្ថែមទៀតអីអញ្ចឹងណាដល់ពេលឃើញតកែការ៉េមរុះរាយខ្លាំងពេកអញ្ចឹង Jackie គឺគាត់ពិបាកខ្លាំងមែនទែនអញ្ចឹងហើយសាវជូក៏បានប្រាប់ Jackie ថាពេលនេះបើសិនជាពួកគេដូរទីតាំងប្រហែលជាល្អអញ្ចឹងហើយសាវជូក៏បានសួរទៅកាន់ Jackie ថាគាត់នឹងចង់ជួបកូន Panda ឥឡូវនឹងដែរទេហើយ Jackie ក៏សួរថាតើអាចចូលឥឡូវបានឬអត់អញ្ចឹងណាសាវជូក៏បានប្រាប់ថាគ្មានបញ្ហានោះទេដោយសារតែគាត់គឺជាអ្នកមើលថែស្រាប់ចង់ចេញចូលស្មានណាក៏បានដែរហើយដើម្បីចូលទៅខាងក្នុងជួបជាមួយនឹងកូន Panda ហ្នឹងគឺពួកគេត្រូវតែមកសម្អាតខ្លួនឲ្យបានស្អាតជៀសវាងមានមេរោគទៅវាធ្វើឲ្យឆ្លងជំងឺទៅកាន់កូន Panda អញ្ចឹងណាហើយពេលដែលចូលមកដល់ខាងក្នុងហ្នឹងក៏អត់ឃើញកូន Panda ហ្នឹងទេហើយពួកគេខំស្រែកប៉ុណ្ណាក៏អត់ចេញមកដែរប៉ុន្តែមួយផ្លែតក្រោយមកហ្នឹងកូន Panda ដែលមានឈ្មោះតាប៉ោហ្នឹងក៏បានស្ទុះមកអោបជើង Jackie ដែលធ្វើឲ្យគាត់ភ្ញាក់ខ្លាំងមែនទែនហើយមើលទៅតាប៉ោហ្នឹងគឺពិតជាចូលចិត្ត Jackie ខ្លាំងណាស់ហើយតាប៉ាដែលជាកូន Panda នឹងយើងមើលទៅគឺពិតជាខ្ជូតខ្លាំងមែនតើគេចង់ទៅចាប់កញ្ញែកនោះទេហើយពេលនោះដែរ Jackie ក៏បានធំក្លិនចម្លែកបែបលក្ខណៈស្អុយអញ្ចឹងណាហើយសាវជូនឹងក៏បានប្រាប់ទៅកាន់ Jackie ថាតាប៉ោជាទម្លាប់របស់គេនឹងបើគេចូលចិត្តអ្នកណាហើយគឺគេនឹងមិនចេញខ្យល់អញ្ចឹងណាអានឹងគេបែបលក្ខណៈថា relax អត់មានភាពអ៊ីនខ្មាស់ទេដោយសារតែគេកំពុងឲ្យចូលចិត្តនឹង friendly អញ្ចឹងទៅសាច់រឿងបន្ទាប់ក៏បង្ហាញពីក្រុមទាហានស៊ីឈ្នួលមួយក្រុមដែលពេលនេះពួកគេកំពុងតែបដាល់វាយគ្នាលេងនៅលើសមុទ្រអញ្ចឹងណាហើយអ្នកគ្រប់គ្រងទាហានស៊ីឈ្នួលហ្នឹងក៏មានឈ្មោះថា James ហើយមេដែលគ្រប់គ្រងពីលើ James មួយតង់ទៀតហ្នឹងគឺមានឈ្មោះថា Chakun ដែលគឺជាមេធំតែម្ដង Chakun ដែលជាមេក្រុមទាហានស៊ីឈ្នួលហ្នឹងក៏បានមកប្រាប់កូនចៅទាំងអស់ថាពួកគេហ្នឹងគឺមានការងារសំខាន់មួយដែលទើបតែទទួលបានហើយការងារហ្នឹងគឺត្រូវឲ្យពួកគេទៅចាប់កូន Panda ពីសួនសត្វ Noah ហ្នឹងឲ្យបានហើយកូន Panda ហ្នឹងគឺមានតម្លៃខ្លួនរហូតដល់ទៅ$100 លានឯណោះគ្រាន់តែលើចំនួនលុយមួយនេះក្រុមទាហានស៊ីឈ្នួលទាំងអស់ហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់មកក្រុមទាហានស៊ីឈ្នួលហ្នឹងក៏បានចេញប្រតិបត្តិការហើយពួកហ្នឹងក៏បានបញ្ជូនកូនចៅ2នាក់ដើម្បីឲ្យចូលទៅក្នុងបន្ទប់គ្រប់គ្រងកាមេរ៉ាសុវត្ថិភាពបន្ទាប់មកកូនចៅម្នាក់របស់ពួកគេក៏បានធ្វើការដាក់ថ្នាំសណ្ដំដើម្បីឲ្យបរិសម្នាក់ទៀតសន្លប់ហើយអាប៉ែហ្នឹងគាត់ស្មានតែគ្នាគាត់ម្នាក់ទៀតហ្នឹងកំពុងតែនៅខាងក្រោមដាក់ថ្នាំអ្នកមើលកាមេរ៉ាដែរប៉ុន្តែមានឯណាអាប៉ែហ្នឹងកំពុងតែជាប់នៅខាងលើដោយសារតែគាត់គឺធាត់ពេកចោះមករួចនោះទេអញ្ចឹងហើយគេក៏ធ្វើការវាយបរិសម្នាក់ទៀតហ្នឹងឲ្យសន្លប់បាត់ទៅហើយក៏បានធ្វើការបិទកាមេរ៉ាទាំងអស់ដើម្បីកុំឲ្យថតជាប់សកម្មភាពរបស់ពួកគេបន្ទាប់ពីបិទកាមេរ៉ាហើយពួកគេក៏បានប្រាប់ទៅកាន់ James ហើយ James នឹងគ្នានឹងក៏បានចូលទៅក្នុងសួនសត្វ Noahក៏លេចមកមើលនៅក្នុងសួនសត្វពេលនេះវិញពួកគេកំពុងតែរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដែលបង្ហាញពីវត្តមានរបស់ Jackie នឹងមកទីនេះដើម្បីចិញ្ចឹមកូន Panda អញ្ចឹងណាហើយសាវជូនឹងក៏បានធ្វើកាយវិការ Hello សួស្ដីទៅកាន់ Jackie អញ្ចឹងណាប៉ុន្តែ David នឹងគេស្មានតែសាវជូនឹងដែលជាស្រីស្អាតនឹងធ្វើ Hello មកកាន់គេខំធ្វើ Hello រាក់ទាក់អីទៅវិញអញ្ចឹងទៅហើយ Jackie នឹងក៏សួរ David ថា David នឹងស្គាល់សាវជូពីអង្កាល David ក៏បានប្រាប់ថាគាត់អត់ស្គាល់ទេប៉ុន្តែឃើញគេ Hello មកគាត់ចេះតែ Hello ទៅវិញទៅហើយពេល David នឹងគឺខូចខ្លាំងមែនតើឃើញសាវជូស្អាតក៏ដើរទៅអូកាឡាជាមួយគេអញ្ចឹងណាហើយក៏បានធ្វើជានិយាយទូរស័ព្ទថាខ្លួនឯងនឹងគឺជាមនុស្ស single អីអញ្ចឹងទៅហើយគាត់នឹងក៏បាននិយាយអូកាឡាជាមួយសាវជូថាចង់ទៅជួបជាមួយ Jackie
ដែរអត់ចង់ថតរូបជាមួយ Jackie ដែរទេឬក៏ចង់បានសញ្ញាពី Jackie អីចឹងណាចាំគាត់ជូនទៅគាត់ជាជំនួយការរបស់ Jackie ផ្ទាល់អីចឹងទៅហើយសាវជូនឹងក៏បានប្រាប់ថាគាត់បានជួប Jackie ហើយគាត់មានរូបថតជាមួយ Jackie មានសញ្ញាមានអីអស់ហើយនិយាយទៅគឺគាត់តាក់ជាមួយ Jackie ហើយចឹងណាយើងក៏លេចមកមើល Jackie វិញគាត់ក៏បាននិយាយទៅកាន់សារព័ត៌មានទាំងអស់ថាគាត់មកទីនេះនឹងដើម្បីចិញ្ចឹមកូនខ្លាឃ្មុំហើយគាត់ក៏បានសន្យាថានឹងមើលថែកូនខ្លាឃ្មុំនឹងឲ្យបានល្អឲ្យធំធាត់ទៅមុខទៀតអីចឹងទៅជាមួយនឹងសុខភាពល្អអីចឹងណាអញ្ចឹងបានន័យថា Jackie ពេលនេះនឹងគាត់គឺប្រៀបដូចជា BA របស់សួនសត្វមួយនឹងអញ្ចឹងហើយពេលនេះនឹងពួកក្រុមទាហានស៊ីឈ្នួលទាំងអស់ហ្នឹងក៏បានធ្វើដំណើរចូលមកដល់ខាងក្នុងតែម្ដងចូលមកដល់ខាងក្នុងចែមក៏បានស្រែក Hello ទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែគ្មានអ្នកណាគេចាប់អារម្មណ៍ជាមួយគេនោះទេដោយសារតែពួកគេកំពុងតែជក់នៅក្នុងការថតរូបភាព Jackie ជាមួយនឹង Panda អញ្ចឹងណាដោយសារតែអត់មានអ្នកណាគេខ្វល់ជាមួយពួកគេនោះទេអញ្ចឹងហើយចែមក៏បានដកកំភ្លើងបាញ់មួយគ្រាប់តែម្ដងបន្ទាប់មកចែមក៏បានប្រាប់ទៅអ្នកទាំងអស់គ្នាថាគេមកទីនេះគឺមិនចង់ធ្វើបាបអ្នកណាម្នាក់នោះទេគ្រាន់តែបកគលកូនខ្លាឃ្មុំ Panda មកឲ្យពួកគេមកគឺវាចប់រឿងបាត់ទៅហើយJackie ក៏បានឲ្យសាវជូនឹងទេទៅប្តឹងប៉ូលីសទៅចំណែកឯនៅក្នុងបន្ទប់គ្រប់គ្រងរបស់សួនសត្វណៅអានឹងក៏ត្រូវបានពួកនឹងឡោមព័ទ្ធផងដែរហើយ Peter ដែលជាអ្នកគ្រប់គ្រងសួនសត្វមួយនេះដោយសារតែរឹងទទឹងជាមួយនឹង James គឺមិនព្រមឲ្យ Panda ទៅគេនោះទេអញ្ចឹងហើយក៏ត្រូវបាន James បុកគាត់មួយក្បាលទៅគឺធ្វើឲ្យគាត់សន្លប់បាត់ស្មារតីទៅបន្ទាប់មក James ក៏បានងាកទៅឃើញ Jackie កំពុងតែពោល Panda នៅខាងក្នុងហើយគាត់ក៏មានការឆ្ងល់ដែរថា Jackie នឹងមកសួនសត្វនឹងដើម្បីអីហើយ James ក៏បាននាំកូនចៅ2នាក់ទៅរក Jackie ហើយគាត់ក៏បានសួរកូនចៅគាត់ផងដែរថា Jackie នៅក្រៅនឹងគឺវាយខ្លាំងដូចក្នុងរឿងដែរទេហើយកូនចៅទាំងពីរនាក់របស់ James នឹងគឺជា fan ផ្កាប់មុខរបស់ Jackie តែម្ដងហើយពេលដែលជួប Jackie នឹងពួកគេគឺពិតជារំភើបខ្លាំងមែនទែនដោយសារតែឃើញ idol របស់ខ្លួនអញ្ចឹងណាហើយស្រាវជូនឹងមិនអាចទៅប្តឹងប៉ូលីសបានទេដោយសារតែក្រុមទាហានស៊ីឈ្នួលនឹងបានប្រើឧបករណ៍កាត់សេវាអស់ហើយបន្ទាប់មកនឹង Jackie ក៏ចង់រត់ចេញប៉ុន្តែក៏ត្រូវបាន James ស្ទាក់មុខជាប់អញ្ចឹងហើយរត់ទៅណាមិនរួចនោះទេហើយ James ក៏បានសួរ Jackie ថា Panda នឹង Jackie យកតម្លាក់នៅឯណាហើយ Jackie ក៏កុហកថា Panda គឺនៅក្នុងទ្រុងខាងក្នុងអីចឹងទៅហើយ James ក៏បានឲ្យកូនចៅគេទាំងពីរដើរទៅរកអញ្ចឹងណាហើយ Jackie ក៏ខំនិយាយពន្យាពេលអូកាឡាជាមួយនឹង James ចឹងទៅដើម្បីទុកពេលឲ្យសាវជូនឹងនាំតាប៉ោរត់គេចហើយកូនចៅទាំងពីររបស់ James នឹងក៏ខំដេញតាមសាវជូដែរប៉ុន្តែក៏ត្រូវបានសាវជូចាក់សោឡុកពួកគេជាប់ជាមួយនឹងកន្លែងសម្អាតខ្លួនដែលពេលនេះពួកគេជាប់នៅក្នុងកញ្ចក់នឹងបាត់ទៅហើយចំណែក James នឹងក៏បានបើកការវាយប្រហារទៅកាន់ Jackie តែម្ដងហើយ James នឹងក៏ចង់សាកល្បងជាមួយ Jackie ដែរដែលគេចង់ដឹងថា Jackie នឹងគឺខ្លាំងដូចនៅក្នុងភាពយន្តដែរឬអត់អញ្ចឹងណាពេលដែលវាយគ្នាបានមួយសន្ទុះនឹង Jackie ក៏ត្រូវបាន James ចាប់ក្រៀកកគាត់ឡើងជាប់ហើយ Jackie ក៏បានប្រាប់ទៅកាន់ James ថាគាត់គ្រាន់តែជាតួសម្ដែងទេអញ្ចឹងហើយនៅខាងក្រៅគាត់មិនចេះវាយនោះទេកុំវាយជាមួយគាត់អីនៅពេលដែល James ព្រមប្រឡែង Jackie មក Jackie គាត់ក៏បានទះកំភ្លើងទៅ James មួយដៃហើយគាត់ក៏ប្រកែកថាគាត់គ្មានបំណងវាយ James ទេគឺគាត់ក៏វាសដៃត្រូវតែប៉ុណ្ណោះហើយ James នឹងក៏បានប្រើប្រាស់ភាសាចិនមួយឃ្លាដើម្បីនិយាយទៅកាន់ Jackie តែម្ដងថា Jackie នឹងគឺវាយគ្នាគ្មានក្រមសីលធម៌បន្តិចសោះហើយកំពុងតែនិយាយ Jackie ក៏ចង់ទាញទូនៅខាងស្ដាំដៃនឹងមកសង្កត់ James ផងដែរប៉ុន្តែ James គាត់បានយកដៃទៅទប់ជាប់ហើយគាត់ក៏បានប្រាប់ Jackie ថាមិនបាច់ប្រើល្បិចបែបនឹងជាមួយគាត់ទេដោយសារតែគាត់មើលរឿងរបស់ Jackie ស្ទើរតែគ្រប់រឿងអញ្ចឹងហើយគាត់ដឹងថា Jackie គឺនឹងប្រើប្រាស់ក្បាច់នឹងបន្ទាប់មកនឹង Jackie ក៏រុញអាកូនតុកមួយនឹងដើម្បីចង់ទៅបុក James ប៉ុន្តែក៏ត្រូវបាន James ដឹងល្បិចក៏ធាក់មកវិញដែលធ្វើឲ្យ Jackie នឹងខ្ទាតចូលមកក្នុងទ្រុងរបស់ Panda តែម្ដងអញ្ចឹងឥឡូវនេះ Jackie អត់មានផ្លូវរត់ទៀតនោះទេអញ្ចឹងហើយមានតែបខំចិត្តវាយគ្នាជាមួយនឹង James បន្តទៀតហើយ James នឹងក៏បានធាក់ Jackie មួយជើងឡើងប៉ើងខ្ទាតចូលមកក្នុងអាបាល់ដែលគេដាក់ឲ្យតាប៉ោលេងអញ្ចឹងណាបន្ទាប់មកនឹង Jackie ក៏បានរត់ចូលទៅក្នុងគុម្ពឫស្សីមួយហើយពេលនោះ James ក៏បានដេញតាមចូលទៅខាងក្នុងហើយ Jackie នឹងក៏បានកាច់អំពត់ឫស្សីហើយវាយទៅលើ James ឡើងរត់ពេញនឹងដោយសារតែ James ឈឺខ្លាំងពេកអញ្ចឹងហើយគេក៏បានដកកំភ្លើងមកភ្ជង់ Jackie ហើយ Jackie ក៏បានស្រែកទៅ James វិញថា James នឹងក៏វាយគ្នាគ្មានក្រមសីលធម៌ដែរវាយគ្នាបែរជាដកកំភ្លើងមកអីណាចំណែកសាវជូវិញកំពុងតែពោតាប៉ោដើម្បីរត់គេចចេញទៅខាងក្រៅប៉ុន្តែក៏ត្រូវបានកូនចៅរបស់ James នឹងកំពុងតែយាមទ្វារមិនឲ្យចេញនោះទេហើយ B នឹងត្រូវបានគេងាកមកឃើញទៀតអញ្ចឹងហើយនាងក៏ប្តេជ្ញាខ្លួនដួលទៅខាងក្រោមតែម្ដងបន្ទាប់មកសាវជូក៏បានទៅជួបជាមួយនឹង David ដែលកំពុងតែលាក់ខ្លួននៅកន្លែងលក់តុក្កតា Panda អញ្ចឹងណាហើយ Jackie និង James នឹងកំពុងតែបន្តវាយគ្នាអត់ទាន់ចប់នោះទេហើយ Jackie ជាមួយនឹង James នឹងវាយគ្នាកំ pl ែងមិនទេវាយចោះវាយឡើងនេះ Jackie ក៏បានចាប់ James នឹងជាមួយនឹងទងហើយក៏បុកជាមួយទាំងកញ្ចក់2 3ដងទៅចំណែកកូនចៅទាំងពីររបស់ James ដែលបានជាប់នៅកន្លែងសម្អាតខ្លួននឹងឥឡូវនេះក៏បានរួចខ្លួនមកវិញហើយពួកគេនឹងក៏បន្តដើររកតាប៉ោរករហូតដល់កន្លែងលក់តុក្កតានឹងពួកគេក៏បានឮសំឡេងតាប៉ោនៅខាងក្នុងទូប៉ុន្តែពេលនោះដែរ David ដឹងថាពួកគេរកឃើញតាប៉ោហើយក៏ព្យាយាមបំបែកដានអញ្ចឹងណាដែល David គាត់បានចូលទៅក្នុងតុក្កតាខ្លាឃ្មុំអាធំហ្នឹងហើយក៏ធ្វើការរត់ចេញទៅប៉ុន្តែរត់គ្មានមើលផ្លូវឃើញអីនោះទេគឺបុកនេះបុកនោះពេញទៅនឹងហើយ David នឹងក៏ធ្វើការបតែបតបវាយគ្នាជាមួយនឹងកូនចៅរបស់ James អញ្ចឹងទៅហើយឆ្លៀតពេលកំពុងតែរញ៉េរញ៉ៃនឹងសាវជូក៏បាននាំតាប៉ោរត់ចេញហើយ Jackie និង James ពេលនេះនឹងវាយគ្នាចោលឡើងបុកឡើងបែកកញ្ចក់ចេញមកខាងក្រៅ
ហើយសាវជូនឹងក៏ឲ្យម៉ូទៅកាន់ Jackie ថាឥឡូវនេះគឺគេអាចចុចចដាយន្តដើម្បីរត់ចេញបានដោយសារតែពេលនេះសាវជូនឹងគឺនៅកន្លែងចដាយន្តស្រាប់បន្ទាប់ពីដាក់ម៉ូគ្នាហើយនឹង Jackie ក៏ធ្វើជាចេញក្បាច់គុណហើយក៏ធ្វើជាវាយខុសនឹងដើម្បីរត់ចេញទៅតែម្ដងហើយ James នឹងគឺពិតជា stress និងហួសចិត្តខ្លាំងមែនទែនថាចង់វាយគ្នាជាមួយ Jackie នឹងគឺវាវេទនាខ្លាំងមែនទែន Jackie វាយគិតតែរត់អញ្ចឹងណានិយាយទៅគឺកំ pl ែងតែម្ដង Jackie របស់យើងចឹងហើយពួកគេទាំងពីរក៏ជិះចដាយន្តរត់គេចខ្លួនទៅហើយ James និងកូនចៅនឹងគឺដេញតាមអត់ទាន់នោះទេហើយបើកចដាយន្តចេញមកវិញនឹងក៏ជួបជាមួយនឹង robot មួយដែលនៅប្រចាំនៅកន្លែងសួនសត្វហ្នឹងហើយ Jackie នឹងគឺពិតជាល្បីខ្លាំងមែនទែនសូម្បីតែ robot ហ្នឹងក៏ជា fan របស់គេដែរអញ្ចឹងហើយពួកគេក៏ផ្ញើតាប៉ោហ្នឹងនៅក្នុង robot ហ្នឹងតែម្ដងហើយ robot ហ្នឹងធ្វើដំណើរចេញទៅខាងក្រៅហ្នឹងគឺអត់មានអ្នកណាសង្ស័យនោះទេដោយសារតែអ្នកយាមនៅខាងក្រៅហ្នឹងគិតថាវាគ្រាន់តែជា robot ម៉ាស៊ីនធម្មតាទេអញ្ចឹងហើយឲ្យវាទៅណាទៅអញ្ចឹងណាបន្ទាប់មកហ្នឹង Jackie និង Xiaochu ក៏បានលោតពីលើចុះទៅខាងក្រោមហើយ James និងកូនចៅហ្នឹងគឺដេញតាមមិនទាន់នោះទេប៉ុន្តែដោយសារតែកូនចៅរបស់ James ហ្នឹងគឺបានគ្រប់គ្រងនៅបន្ទប់ខ្លំមើលបាត់ទៅហើយអញ្ចឹងហើយពួកគេក៏ដឹងថា James ហ្នឹងកំពុងតែបើកឡានរត់គេចពីណាទៅណាអញ្ចឹងណាហើយពេលនេះពួកគេក៏ដឹងថា Jackie និង Xiaochu ហ្នឹងកំពុងតែរត់គេចទៅកន្លែង stock អីវ៉ាន់ដោយសារតែទីនោះគឺវាអត់មានប្រកបកាមេរ៉ានោះទេហើយចំណែក Peter David និងក្រុមការងារទាំងអស់នេះវិញក៏មានកូនចៅរបស់ James ម្នាក់កំពុងតែយាមពួកគេផងដែរប៉ុន្តែអាប៉ែម្នាក់ហ្នឹងគឺវក់ជាមួយនឹងហ្គេមខ្លាំងមែនទែនហើយនៅពេលដែលកំពុងតែមើលទូរស័ព្ទហ្នឹងអ្នកទាំងអស់គ្នាក៏ព្យាយាមស្រាយចំណងហើយនៅពេលដែលអាប៉ែនឹងងាកទៅហ្នឹងក៏ធ្វើជាសន្លប់ដេកធម្មតាអញ្ចឹងណាបន្ទាប់មកហ្នឹងពួកគេក៏អាចស្រាយចំណងបានហើយ Peter និង David ហ្នឹងក៏ធ្វើការបតែបន្ទប់ជាមួយអាប៉ែហ្នឹងដោយសារតែពួកគេមានគ្នាច្រើនជាងអញ្ចឹងហើយក៏អាចធ្វើការចងអាប៉ែហ្នឹងវិញតែម្ដងចំណែក Jackie និង Xiaochu ពេលនេះពួកគេមកដល់ឃ្លាំងផ្ទុកអីវ៉ាន់ហើយប៉ុន្តែរកមិនឃើញតាប៉ោនោះទេដោយសារតែមុនហ្នឹងតាប៉ោហ្នឹងគឺគេអបសក់ពេកគេបានរត់ចេញពីហ្នឹងទៅដើររកមួយសន្ទុះហ្នឹងក៏ឃើញតាប៉ោកំពុងតែគេងនៅក្បែរដើមឫស្សីមួយគុំហើយគេកំពុងតែញ៉ាំយ៉ាងឆ្អែតហើយបានដេកលក់ស្រួលខ្លាំងមែនទែនហើយ Jackie ហ្នឹងក៏ឲ្យ Xiaochu មើលទូរស័ព្ទម្ដងទៀតក្រែងលោមានសេវាអាចប្តឹងប៉ូលីសបានអញ្ចឹងណាប៉ុន្តែមើលទូរស័ព្ទទៅគឺនៅតែគ្មានសេវាដដែលហើយឥឡូវនេះ James និងកូនចៅទាំងអស់ហ្នឹងក៏បានតាមមករកពួកគេដល់ទីនេះទៀតនៅពេលដែលពួកគេរត់ចេញហ្នឹងក៏មានកូនចៅរបស់ James ម្នាក់បានបាញ់តែម្ដងប៉ុន្តែ James ក៏បានប្រាប់ថាមិនឲ្យបាញ់កំភ្លើងនោះទេដោយសារតែត្រូវចាប់ Panda និងពួកគេហ្នឹងទាំងរស់តែម្ដងហើយកូនចៅរបស់ James ហ្នឹងក៏បំបាយគ្នាដេញតាមហើយពេលនេះ Jackie និង Xiaochu ហ្នឹងក៏បានរត់ទៅខាងលើហើយកូនចៅពីរនាក់ទៀតដែលជា fan របស់ Jackie ហ្នឹងក៏បាននាំ James ជិះចដាយន្តទៅខាងលើប៉ុន្តែយើងឃើញថាអាចដាយន្តហ្នឹងវាដូចជាយឺតខ្លាំងមែនតើមិនដឹងថាពេលណាអាចដល់លើនោះទេហើយ Jackie វិញកំពុងតែវាយគ្នាជាមួយកូនចៅរបស់ James ហ្នឹងក៏បានជិះបរិមម្នាក់ចោះពីខាងលើមកខាងក្រោមវិញហើយក៏ខ្ទាតទៅបុកជាមួយនឹងកូនបាល់ឡើងបែកពេញហ្នឹងហើយកូនចៅរបស់ James ទាំងពីរហ្នឹងដែលជា fan របស់ Jackie ក៏បានធ្វើការសរសើរ Jackie មិនដាច់ពីមាត់ថាមើលទៅលោដូចនៅក្នុងរឿងអញ្ចឹងណាដោយសារតែពួកនឹងភ្លេចខ្លួនថាឥឡូវហ្នឹងគឺកំពុងតែចាប់ Jackie និង Panda មិនមែនជាពេលដែលសរសើរ idol នោះទេឥឡូវនេះនឹងចន្ទាយន្តក៏ឡើងមកដល់ខាងលើរួចរាល់ហើយប៉ុន្តែ Jackie ហ្នឹងគឺកំពុងតែវាយគ្នានៅខាងក្រោមឯណោះវិញអញ្ចឹងហើយ James ខឹងមែនទែនក៏វាយចន្ទាយន្តមួយដៃដើម្បីចោះទៅខាងក្រោមវិញហើយនៅពេលដែលពួកគេកំពុងតែចោះចន្ទាយន្តទៅខាងក្រោមនោះ Jackie ក៏បានវាយគ្នាឡើងមកដល់ខាងលើវិញនិយាយទៅពេលចន្ទាយន្តចោះគឺ Jackie ឡើងមកលើពេលចន្ទាយន្តឡើងមកលើ Jackie ចោះទៅក្រោមហើយ James នឹងគឺខឹងខ្លាំងមែនតើដែលកូនចៅរបស់គេនឹងឡប់នាំគេមកជិះចន្ទាយន្តអីអញ្ចឹងណានិយាយទៅកូនចៅរបស់ James នឹងគឺកំ pl ែងតែម្ដងបន្ទាប់ពីវាយគ្នាហើយ Jackie ក៏បានទៅជួយ Xiaochu និង Panda ហើយក៏ឲ្យ Xiaochu នឹងចោះទៅខាងក្រោមប៉ុន្តែពេលដែល Jackie ចុះមកដល់ខាងក្រោមដែរនឹងគឺបាត់ Xiaochu បាត់ទៅហើយក៏ស្រែករក Xiaochu ទៅទើបដឹងថាក្រុម James នឹងគឺបានចាប់ Xiaochu បានបាត់ទៅហើយ James នឹងក៏បានប្រាប់ Jackie ថាឲ្យតែ Panda មកគេមកគឺវាចប់រឿងបាត់ទៅហើយJackie នឹងក៏បានដាក់លក្ខខណ្ឌជាមួយនឹង James ថាបើសិនបើគេព្រមបកគល Panda ទៅឲ្យ James ចឹងហើយសូមឲ្យ James នឹងគឺដោះលែង Xiaochu ភ្លាមមកបន្ទាប់មកនោះ James ក៏យល់ព្រមហើយក៏បានឲ្យអាប៉ែ map នឹងទៅយក Panda មកហើយពេលទៅយក Panda នឹងអាប៉ែ map នឹងក៏បានសៀតកំភ្លើងនៅចង្កេះខាងក្រោយអញ្ចឹងហើយ Jackie នឹងក៏បានយកកំភ្លើងមកភ្ជង់ពួកគេដើម្បីដោះលែង Panda វិញហើយ Jackie នឹងក៏បានប្រាប់ថាគាត់មិនដែលបាញ់កំភ្លើងពិតនោះទេអញ្ចឹងហើយកុំបង្ខំគាត់ប្រយ័ត្នគាត់រាដៃកេះកៃអីអញ្ចឹងណាបន្ទាប់មកនឹង James ក៏បានវាយកូនចៅរបស់គាត់មកដៃដោយសារតែខឹងពេកហើយក៏ធ្វើឲ្យប៉ះជាមួយនឹងកង់តាក់ហើយក៏បានធ្វើឲ្យ Panda នឹងចូលទៅក្នុងអាម៉ាស៊ីនដែលគេខ្ចប់អីវ៉ាន់អញ្ចឹងណាហើយ Xiaochu នឹងក៏បានយកប្រអប់ដែលមានតាប៉ោនឹងនៅខាងក្នុងរត់ចេញទៅក្រៅប៉ុន្តែរត់មិនរួចនោះទេក៏ត្រូវបានកូនចៅរបស់ James នឹងពាត់ជាប់អស់ហើយឥឡូវនេះនឹងទាំង Jackie និង James នឹងក៏ត្រូវបានម៉ាស៊ីនខ្ចប់នឹងគឺខ្ចប់ពួកគេទាំងពីរផងដែរ Jackie ក៏បានស្រែកទៅឲ្យកូនចៅរបស់ James ទាំងអស់ថាឲ្យទម្លាក់អាវុធចោះទៅដោយសារតែកំភ្លើងខ្លីនឹងកំពុងតែភ្ជង់ក្បាលរបស់ James ហើយបើសិនបើមិនធ្វើតាម Jackie និយាយទេគេនឹងបាញ់សម្លាប់ James អីអញ្ចឹងណាហើយ James នឹងក៏បានឲ្យកូនចៅទាំងអស់គ្នានឹងធ្វើតាម Jackie ទៅអញ្ចឹងហើយពួកគេក៏បានដាក់អាវុធទាំងអស់ចូលទៅក្នុង robot ដែលមានឈ្មោះថា Tony ហ្នឹងពេល
ពេលហ្នឹងគឺរៀបនឹងរួចខ្លួនទៅហើយប៉ុន្តែចង្រៃអីក៏ត្រូវបានអាម៉ាស៊ីនខ្ចប់អីវ៉ាន់ហ្នឹងខ្ចប់កំភ្លើងខ្លីហើយក៏រុញចេញមកខាងក្រៅចឹងហើយកូនចៅរបស់ចែមហ្នឹងក៏ដឹងថា Jackie គឺគ្មានកំភ្លើងនោះទេហើយសែវជូហ្នឹងគឺរៀបនឹងយកតាប៉ោចេញទៅក្រៅបានសម្រេចហើយប៉ុន្តែក៏ត្រូវបានកូនចៅរបស់ចែមហ្នឹងចាប់បោះចូលមកខាងក្នុងវិញហើយពួកហ្នឹងក៏បានវាយបតែបន្ទប់ជាមួយនឹង Jackie បន្តទៀតទៅចំណែក David វិញគឺចង់បើកឡានមួយនេះដើម្បីទៅជួយ Jackie ប៉ុន្តែនៅពេលដែលគេដាក់លេខទៅហ្នឹងគឺវាអត់ទៅមុខទេវាបែរជាមកក្រោយវិញអញ្ចឹងហើយ David ក៏ខំអានសៀវភៅណែនាំដើម្បីអាចបើកឡានមួយនឹងបានអញ្ចឹងណាបន្ទាប់ពី David គេបានអានគ្រប់ម៉ាត់គ្រប់ពាក្យនៅក្នុងសៀវភៅហ្នឹងហើយហ្នឹងគេក៏អាចបើកឡាននឹងបានអញ្ចឹងហើយក៏ធ្វើការបើកឡានទំនិញហ្នឹងមកបុកឡើងពេញហ្នឹងហើយបួងចកោតមកជ្រុលហ្នឹងគឺប៊ីសនឹងកិនលើ Jackie ទៀតប៉ុន្តែចុងក្រោយហ្នឹង David ក៏អាចជួយសង្គ្រោះ Jackie និងស្រាវជូបានហើយក៏ធ្វើការបើកទម្លុះទ្វារដើម្បីរត់គេចចេញបានជោគជ័យចំណែក Peter ក៏បានចូលមកគ្រប់គ្រងបន្ទប់កណ្ដាលវិញហើយក្រុមរបស់ចែមនឹងគឺនៅតែបន្តជិះឡានដេញចាប់ពួកគេដដែលបន្ទាប់មកពួកគេក៏បានប្រទាញបន្ទងគ្នាដើម្បីចាប់កេះរបស់ Panda នឹងហើយក៏ធ្វើឲ្យកេះនឹងរហែកហើយក៏ធ្វើឲ្យតាប៉ោនឹងហោះឡើងទៅខាងលើប៉ុន្តែសំណាងដែរនៅពេលដែលធ្លាក់ចុះមកវិញនឹងគឺត្រូវបាន Jackie ជួយសង្គ្រោះបានសម្រេចបន្ទាប់ពីបន្ទាប់គ្នាចុះឡើងនឹង Jackie ក៏បានធ្វើការបើកឡាននឹងហើយក៏បានលើកឡានរបស់ចែមនឹងទម្លាក់ចុះមកខាងក្រោមវិញក៏មានការខូចខាតយ៉ាងខ្លាំងមិនអាចបន្តដំណើរតាមពួកគេបានទេប៉ុន្តែនៅសល់ឡានចំនួន2ទៀតដែលមិនទាន់ខូចខាតនឹងចែមក៏បានបដូរឡានហើយក៏បានតាមពួកគេបន្តទៀតធ្វើដំណើរបន្តមកមុខទៀតនឹងពួកគេក៏មកដល់កន្លែងមួយដែលមានទ្វារបិទជិតប៉ុន្តែសំណាងដែរដែល Peter នឹងគាត់កំពុងតែនៅបន្ទប់គ្រប់គ្រងស្រាប់ហើយ Peter នឹងក៏បានឲ្យកូនចៅរបស់គាត់បើកទ្វារកន្លែងនេះ Peter គឺពិតជាលយខ្លាំងមែនទែនដែលគាត់អាចកណនាបានពីចម្ងាយដែលធ្វើឲ្យឡានរបស់ Jackie អាចចូលទៅខាងក្នុងបានហើយបិទទ្វារមិនឲ្យពួកនោះតាមទាន់នោះទេហើយពេលចូលមកដល់ខាងក្នុងនឹង Jackie ក៏ឆ្ងល់ដែរថាហេតុអីបានជាសុកនឹងទ្វារក៏បានបើកហើយបិទវិញហើយ David នឹងក៏បានប្រាប់ថាគ្មានអ្នកណាគេក្រៅពី Peter នោះទេហើយ Jackie នឹងក៏បានឲ្យមេដាយនិងអរគុណទៅកាន់ Peter ដែលបានជួយពួកគេនៅពេលដែលបន្តដំណើរទៅមុខទៀតនឹងឡានរបស់ពួកគេនឹងក៏បានអស់ថ្មហើយអស់ថ្មនឹងគឺចំកន្លែងហាមឃាត់ដែលគេមិនឲ្យចូលមកខាងក្នុងទៀតគឺកន្លែងចំតោហើយចំពេលដែលតាប៉ោឥឡូវហ្នឹងគឺកំពុងតែឃ្លានទៀតអញ្ចឹងហើយពួកគេត្រូវរកដោះគោដើម្បីឲ្យតាប៉ោបើប៉ុន្តែឥឡូវហ្នឹងគឺអត់មានដោះគោនោះទេអញ្ចឹងហើយគឺមានតែទៅច្បាច់ទឹកដោះរមាសមួយដែលកំពុងតែឲ្យកូនរបស់គេបើហ្នឹងនៅពេលដែលកំពុងតែច្បាច់ទឹកដោះបានមួយផ្លែតហ្នឹងកូនរបស់រមាសហ្នឹងក៏បានទៅហៅបារបស់គេមកហើយពេលហ្នឹងបារមាសនោះក៏បានដេញជលពួកគេរត់ឡើងពេញហ្នឹងដោយសារតែចែមនិងក្រុមទាំងអស់ហ្នឹងមិនអាចចាត់ការរឿងនេះបានអញ្ចឹងហើយពេលនេះឆាខុនដែលជាមេធំហ្នឹងគឺបានចេញមុខផ្ទាល់តែម្ដង Peter ក៏បានប្រាប់ក្រុមការងារទាំងអស់ឲ្យចេញពីទីនេះទៅដើម្បីរកកន្លែងសុវត្ថិភាពលាក់ខ្លួនហើយគាត់នឹងនៅទីនេះទប់ទល់តែម្នាក់ឯងហើយកូនចៅគាត់ក៏បានប្រាប់ថាធ្វើបែបនេះមិនកើតទេដោយសារតែ Peter ម្នាក់ឯងគឺមិនអាចទប់ទល់បានទេ Peter ក៏បានដកកំភ្លើងមកអាមេរួចក៏បាននិយាយថាតើអ្នកទាំងអស់គ្នាដឹងទេថាមុនពេលដែលគាត់មកធ្វើជាប្រធាននៅសួនសត្វមួយហ្នឹងថាគាត់ជាអ្នកណាកន្លែងហ្នឹងគាត់និយាយឡើងទំនង admin ស្មានថាគាត់ហ្នឹងគឺធ្វើជាទាហានអីអញ្ចឹងណាដល់ចុងក្រោយគាត់ក៏បាននិយាយថានៅមុនពេលដែលគាត់មកធ្វើជាប្រធានសួនសត្វនៅទីនេះគាត់គឺជាអនុប្រធានបន្ទាប់មកនឹងក្រុមរបស់ឆាខុនក៏បានចូលមកខាងក្នុងហើយក៏បានបង្ខំឲ្យ Peter បើកទ្វារប៉ុន្តែ Peter មិនបានព្រមបើកទ្វារនោះទេក៏បានយកកៅកាហ្វេរបស់គាត់នឹងចាក់ធ្វើឲ្យម៉ាស៊ីនដើម្បីបើកទ្វារនឹងគឺខូចខាតអស់ទៅហើយឆាខុននឹងគឺខឹងខ្លាំងមែនទែនក៏បានច្បាច់ក Peter ធ្វើឲ្យគាត់សន្លប់បាត់ទៅបន្ទាប់មកពួកគេទាំង3នឹងក៏បានធ្វើដំណើរបន្តទៅដល់ផ្ទះមួយដែលគេទុកចោលមកកន្លែងពេលដែលចូលទៅខាងក្នុងនឹង Jackie ក៏ចង់កាច់បារ៉ែតភ្លើងឲ្យឡើងទៅខាងលើដើម្បីមានភ្លើងចូលមកក្នុងផ្ទះពេលដែលរៀបកាច់ឡើងលើនឹង David ក៏បានស្រែកឡើងភ្ញាក់ពេញនឹងតាមពិតទៅគឺមិនបានឆក់អីទេគឺដោយសារតែ David គាត់ភ្ញាក់ជាមួយនឹងសត្វពីងពីងមួយក្បាលហើយ Jackie នឹងក៏ចង់ឡើងទៅខាងលើដើម្បីមើលថាសុវត្ថិភាពដែរឬអត់ហើយក៏បានបកគលតាប៉ោទៅឲ្យ David 3បន្តប៉ុន្តែ David នឹងបែរជាទៅបន្លំអោបស្រាវជូទៅវិញខូចខ្លាំងមែនតើនៅពេលដែល David និងតាប៉ោគេងលក់ទៅអ្នកទាំងពីរក៏បានឆ្លៀតមកជជែកគ្នាលេងអញ្ចឹងណា Jackie នឹងក៏បានសួរពីប្រវត្តិខ្លះៗដែលស្រាវជូមកធ្វើការនៅទីនេះអីអញ្ចឹងទៅហើយស្រាវជូនឹងក៏បានឆ្លៀតសួរទៅកាន់ Jackie ថានៅពេលដែលគាត់សម្ដែងជាតួអង្គវាយគ្នានឹងតើគាត់មានកន្លឹះអីដែលធ្វើឲ្យគាត់សម្ដែងបានល្អយ៉ាងហ្នឹង Jackie ក៏បាននិយាយថានៅពេលដែលគាត់ឮពាក្យថា action ហ្នឹងគឺគាត់តែងតែប្រុងប្រៀបរួចជាស្រេចតែម្ដងហើយវាដូចជាមានកម្លាំងពិសេសអីមួយដែលធ្វើឲ្យគាត់មានកម្លាំងកាន់តែខ្លាំងហើយនឹងបញ្ចេញក្បាច់គុណយ៉ាងល្អដើម្បីធ្វើឲ្យការសម្ដែងមួយហ្នឹងបានជោគជ័យដោយសារតែ Jackie គាត់សម្ដែងតាំងពីអាយុ8ឆ្នាំមកដល់ពេលនេះអញ្ចឹងហើយពាក្យថា action ហ្នឹងគឺគាត់ឮរាប់ពាន់ដងមកហើយព្រឹកឡើងហ្នឹងក្រុមរបស់ TNC ឈ្នួលទាំងអស់ហ្នឹងក៏បានតាមរកពួកគេឃើញអញ្ចឹងហើយក៏បានចាប់ពួកគេទាំង3ហ្នឹងមកលើកប៉ាល់ឯកជនរបស់ឆាខុនហើយឆាខុនហ្នឹងក៏ឲ្យកូនចៅរបស់គេឃុំឃាំង Jackie និងសែវជូហើយចំពោះ David វិញគឺឲ្យបោះចូលក្នុងសមុទ្រឲ្យត្រីស៊ីតែម្ដងទៅចំណែកសែវជូក៏បានឆ្លៀតប្រើ Smart Voice ហ្នឹងដើម្បីខលទៅប៉ូលីសហើយនៅពេលដែលកូនចៅទាំងពីររបស់ឆាខុនហ្នឹងចាប់ David ចូលទៅក្នុងបន្ទប់មួយពួកគេក៏បានស្រាតខោអាវចេញហើយធ្វើឲ្យ David ហ្នឹងភ័យមែនទែនគឺខ្លាចថាពួកគេហ្នឹងធ្វើអីមកកាន់ខ្លួនអញ្ចឹងណាប៉ុន្តែតាមពិតទៅពួកគេទាំងពីរហ្នឹងចង់បង្ហាញស្នាមសាក់រូប Jackie ដោយសារតែពួកគេហ្នឹងគឺជា fan ផ្កាប់មុខរបស់ Jackie តែម្ដង
ហើយ David នឹងក៏នាំពួកគេទាំងពីរមកជួបជាមួយនឹង Jackie ហើយក៏បានដោះលែងឲ្យ Jackie ចេញទៅជួយ Panda វិញហើយ David នឹងក៏បានទៅជួយសែវជូប៉ុន្តែគេបានបិទម៉ាស់ធ្វើដូចជាពួកជនពីអញ្ចឹងហើយសែវជូក៏បានវាយ David នឹងឡើងសន្លប់បាត់ទៅបន្ទាប់មកនឹង Jackie ក៏បានរៀបផែនការដើម្បីឡើងទៅលើឡានជាមួយពួកនឹងដើម្បីដឹងថាពួកនឹងនឹងដឹក Panda យកទៅណាហើយសែវជូនឹងក៏ចង់បោះ Smart Watch របស់នាងនឹងឲ្យទៅ Jackie ដើម្បីងាយស្រួលនៅក្នុងការតាក់ទងគ្នាពេលក្រោយពេលដែលបោះ Smart Watch នឹងគឺប៊ីសនឹងបែកកាយប៉ុន្តែសំណាងដោយសារតែ Jackie នឹងគាត់ចាប់បានបន្ទាប់មកនឹង Jackie ក៏បានបន្លំខ្លួនឡើងទៅលើឡានជាមួយនឹង Panda តែម្ដងបន្ទាប់មកនឹង Chakun ក៏បានយក Panda មកលក់នៅក្នុងតម្លៃ$100 លានប៉ុន្តែ Jackie នឹងក៏បានមកទាន់ហើយក៏បានយកកំភ្លើងព្យួងពួកគេដើម្បីឲ្យដោះលែង Panda មកវិញនៅពេលដែលកំពុងតែព្យួងកំភ្លើងនឹងក៏មានបរិសម្នាក់មកកាត់ចង្វាក់ពួកគេដែលធ្វើឲ្យ Jackie ងាកទៅហើយក៏ធ្វើឲ្យ Chakun និងកូនចៅរបស់គេបើកការវាយប្រហារជាមួយ Jackie តែម្ដងហើយ Chakun និងកូនចៅរបស់គាត់នឹងគឺពិតជាមានក្បាច់គុណនិងកម្លាំងខ្លាំងមែនទែនមានប្រៀបទៅលើ Jackie តែមួយផ្លែតនោះទេប៉ុន្តែបន្ទាប់មកទៀតនឹង Jackie ក៏បានវាយធ្វើឲ្យកូនចៅរបស់ Chakun នឹងសន្លប់បាត់ទៅបន្ទាប់មកនឹង Jackie ក៏បានយកថាសស្ពាន់មួយដើម្បីមកវាយទប់ទល់ជាមួយនឹង Chakun បន្ទាប់មកនឹង Jackie ក៏បានដាក់ Chakun មួយថាសស្ពាន់នឹងលាន់សម្លេងល្អមែនទែនចាំមិនមានដាក់ឲ្យស្ដាប់ហើយផ្គប់ផ្សំជាមួយនឹងក្បាលរបស់ Chakun អត់មានសក់ទៀតអញ្ចឹងហើយគឺពិតជាឆ្ងាញ់ខ្លាំងមែនទែនបន្ទាប់ពីវាយ Chakun ពីថាសស្ពាន់ហើយនឹង Jackie ក៏បានរត់ទៅខាងលើដើម្បីទៅជួយតាប៉ោហើយពេលនោះដែរនឹងសែវជូក៏បានតេមកនាឡិកាដែលនាងបានឲ្យនឹងដើម្បីនិយាយជាមួយនឹង Jackie ហើយ Chakun នឹងក៏បានឡើងមកដល់លើល្មមហើយក៏បានចាប់ក្រៀកករបស់ Jackie ជាប់ហើយ Chakun នឹងបានចាប់ក្លេ Jackie ឡើងស្ទើរតែសន្លប់បាត់ស្មារតីទៅហើយសែវជូនឹងដោយសារតែហើយជាច្រើនម៉ាត់មិនលឺ Jackie ឆ្លើយនោះទេអញ្ចឹងហើយនាងក៏នឹកឃើញពាក្យមួយឃ្លាដែល Jackie ធ្លាប់ប្រាប់ថានៅពេលដែលគាត់ឮពាក្យថា action នឹងគឺគាត់ដូចជា hero អញ្ចឹងនៅពេលដែលឮពាក្យថា action ពីសែវជូធ្វើឲ្យ Jackie នឹងគាត់មានកម្លាំងឡើងវិញហើយក៏បានធ្វើការរើបំរាស់រួចពីការក្រៀកករបស់ Chakun ប៉ុន្តែក៏មានថោផ្កាមួយនៅក្បែរនឹងក៏រៀបដួលសង្កត់ទៅលើតាប៉ោចឹងហើយ Jackie សុកចិត្តយកខ្លួនទៅរងមិនឲ្យធ្លាក់សង្កត់ចំតាប៉ោនោះទេតាប៉ោដែលសារតែភ័យពេកនឹងក៏បានជុះដាក់ឡើងពេញដៃរបស់ Jackie នៅពេលដែល Chakun មកដល់នឹង Jackie ក៏បានដាក់មួយដៃដែលប្រឡាក់ជាមួយនឹងលាមករបស់តាប៉ោនឹងប្រឡាក់ឡើងពេញមុខរបស់ Chakun ហើយ Jackie នឹងក៏បានវាយយោទៅកាន់ Chakun ដែលធ្វើឲ្យគេដួលចាញ់តែម្ដងហើយស្របពេលនោះដែរនឹងប៉ូលីសក៏បានមកដល់ទីនេះដូចគ្នាបន្ទាប់មកនោះ Jackie ក៏បានសួរបរិសម្នាក់ដែលបានដើរមកដល់ទីនេះហើយគាត់ក៏ជាម្ចាស់កន្លែងនឹងផងដែរតែគាត់មែនទេដែលជាអ្នកបញ្ជាឲ្យទាហានស៊ីឈ្នួលនឹងទៅចាប់កូន Panda មកហើយបរិមអ្នកនោះនឹងក៏បានប្រាប់ហេតុផលមកកាន់ Jackie តាមពិតទៅគឺគេមិនមានគំនិតអាក្រក់ទៅលើកូន Panda នោះទេប៉ុន្តែដោយសារតែកូនស្រីរបស់គេនឹងគឺជាអ្នកដែលស្រឡាញ់ខ្លាឃ្មុំ Panda នឹងមែនតែននៅពេលដែលនាងបានទៅមើលកូន Panda នឹងនៅឯសួនសត្វនឹងគឺអ្នកគ្រប់គ្នាបានចាក់ចេញអស់ហើយប៉ុន្តែមានតែនាងម្នាក់ទេដែលនៅទីនេះរងចាំមើល Panda រហូតដល់អស់មនុស្សប៉ុន្តែអាភ័ព្វអីកូនរបស់គាត់នឹងគឺមានជំងឺមហារីកគ្រាប់ឈាមអញ្ចឹងហើយមិនអាចព្យាបាលជានោះទេហើយដោយសារតែកូនរបស់គាត់ឈឺមិនអាចទៅមើល Panda បានទេអញ្ចឹងហើយគឺនាងតែងតែនឹករលឹក Panda យ៉ាងខ្លាំងដែលធ្វើឲ្យផ្លូវចិត្តរបស់នាងនឹងគឺកាន់តែមានបញ្ហាបន្ថែមទៀតអញ្ចឹងហើយឪពុករបស់នាងគឺចង់បាន Panda នឹងដើម្បីមកលួងចិត្តកូនស្រីឲ្យសប្បាយចិត្តឡើងវិញគាត់ក៏បានពោលតាប៉ោមកដើម្បីមកសួរសុខទុក្ខក្មេងស្រីម្នាក់ហ្នឹងបន្ទាប់ពីឃើញកូន Panda នឹងក្មេងស្រីនឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើហើយគាត់ក៏បានសួរថាតើគេកំពុងតែយល់សប្តិមែនឬអត់ដោយសារតែនាងមិននឹកស្មានតាកូន Panda តាប៉ោនឹងគឺបានមកលេងនាងដល់បន្ទប់តែម្ដងហើយឪពុករបស់នាងនឹងគឺរំភើបឡើងស្រក់ទឹកភ្នែកហើយដោយសារតែឃើញកូនស្រីនឹងគឺកំពុងតែសប្បាយរីករាយហើយគាត់នឹងក៏បានបំពេញបំណងនៅជីវិតចុងក្រោយរបស់កូនស្រីគាត់ផងដែរបន្ទាប់មកនឹង Jackie និង David ក៏បានត្រឡប់ទៅសួនសត្វនោះវិញដើម្បីមើលថែ Panda បន្តហើយសាច់រឿងនឹងក៏បានចប់ត្រឹមប៉ុណ្នេះអញ្ចឹងសម្រាប់ admin រឿងនេះគឺល្អមើលនិងកំ pl ែងផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយរឿង Panda នេះគឺនៅមានវគ្គ2មួយទៀតអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្ត admin នឹងធ្វើវគ្គ2បន្ថែមទៀតកុំភ្លេច comment នៅក្នុងវីដេអូនេះផងអូបើមនុស្សស្មោះទាំងអស់គ្នាមើលដល់កន្លែងនេះចុច subscribe ឲ្យ admin ម្នាក់មួយផងអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ